បានសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនមានឆ្ងល់ទេថានៅក្នុងរេសវ័រម៉ាស៊ូតរបស់ Tractor John Deere ពេលដែលយើងធ្វើការពេញមួយថ្ងៃវានឹងមានកំណកញើសនៅក្នុងរេសវ័រថាតើញើសចំហាយទឹកហ្នឹងវាទៅណាបាទអញ្ចឹងនៅសម្រាប់ Tractor John Deere យើងមានកែវចម្រោះទឹកមួយនេះបាទអញ្ចឹងបើសិនជាមានទឹកដែលហូរភាយចេញពីរេសវ័រមកចូលមកដល់កែវចម្រោះនេះជ័រក្រហមនៅខាងក្រោមនេះនឹងដែតឡើងអញ្ចឹងបើសិនជាលើសទំនប់ពណ៌ក្រហមនេះពុកម៉ែបងប្អូនត្រូវបើកវ៉ានមួយនេះដើម្បីហូរវាចេញហើយវាស្រកមកវិញបាទដើម្បីកុំឲ្យមានជាតិទឹកចូលទៅក្នុងម៉ាស៊ីនបាទអញ្ចឹងបើសិនពុកម៉ែបងប្អូនមានចម្ងល់ផ្សេងពាក់ព័ន្ធ Tractor John Deere អាច comment នៅខាងក្រោមឬក៏ call មកខ្ញុំបានក៏បានបាទសូមអរគុណសូមជម្រាបលា Tractor John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia